សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើស្ដៅជាមួយនឹងថៃអាំងអំបិលហើយទឹកថៃអំពិលទុំនឹងហើយរបៀបធ្វើងាយទេខ្ញុំលាងសម្អាតថៃស្អាតទៅដាក់អាំងវាក្នុងម៉ាស៊ីនអញ្ចឹងណានឹងហើយបានប្រកាត់ខ្ជូនអាំងទេហើយក៏រៀបចំមកសស្ដៅសអីចឹងណាហើយវិធីសគឺយើងលាងឲ្យស្អាតហើយចាក់ទឹកក្តៅដាក់ចូលត្រាំរៀងយូរតិចអញ្ចឹងណាដើម្បីកុំឲ្យវារៀងល្វីអញ្ចឹងទៅឃើញពណ៌ឡើងបៃតងស្អាតហើយតែរសជាតិឆ្ងាញ់អត់ល្វីទេហើយខ្ញុំក៏ឆ្លៀតមកធ្វើទឹកខេងអំបិលទុំបន្តិចទៅវិធីធ្វើងាយពងខ្ទឹមដាក់ស្ករត្នោតចូលហើយចាក់អំបិលទុំស្ករប៊ីចេងអីអញ្ចឹងណាហ្នឹងហើយបន្ទាប់ហើយគឺយើងរួចរាល់យើងដាក់ម្ទេសដាក់ខ្ទឹមក្រហមអីអញ្ចឹងទៅគឺស្ដៅជាមួយនឹងថៃអាំងអំបិលរបស់យើងគឺរួចរាល់ធានាថាឆ្ងាញ់បាយចុកបាយមែនតើអរគុណច្រើន